សួស្តីអ្នកនរគ្នាខ្ញុំមានwebsite រកលុយមួយសម្រាប់ណែនាំដល់អ្នកនរគ្នានៃ website នេះគឺ DistroKid នេះអ្នកនរគ្នាហើយខ្ញុំពិននៅលើ taskbar របស់ខ្ញុំហ្នឹងអ្នកនរគ្នា distrokid.com នេះអានេះវាជាប្រភេទ website ដែលអាចឲ្យយើងរកលុយបានដោយសារយើង upload ចម្រៀងចូលឥឡូវហ្នឹងឃើញគេល្បីច្រើនរឿង website ហ្នឹងឃើញគេចែកម្លែកច្រើនចឹងខ្ញុំចង់ចែកម្លែកជូនអ្នកទាំងអស់គ្នាព្រោះខ្ញុំសាកល្បងធ្វើវាដែរឃើញតែធ្វើវាទៅវាងាយស្រួលជាងអញ្ចឹងវាអត់មានភាពញែកញ៉ៃអីច្រើនបាទអានេះខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាពីដំណើរការរបស់វាថាត្រូវធ្វើម៉េចហើយធ្វើម៉េចបានវាអាចរកលុយឲ្យយើងបានបាទអ្នកទាំងអស់គ្នាដំបូងនេះគឺជា website DistroKid ដែលយើងត្រូវទិញ plan របស់គេហើយពេលដែលយើងទិញ plan ហើយគឺនេះ plan របស់វាអ្នកនរគ្នាមាន3នេះយើងទិញមួយណាក៏បានដែរអញ្ចឹងខ្ញុំសូមនិយាយពី plan តិចបើកចំហើយplan មាន plan ទី1ទី2ទី3នេះអ្នកនរគ្នាទី1នេះតម្លៃវាក្នុងមួយឆ្នាំ24រៀលជាង 24.99 ហើយវាមានដាក់ឲ្យយើងមើលអត្ថប្រយោជន៍យើងមើលតាមសញ្ញាគ្រីសអ្នកនរគ្នានេះបន្ទាត់របស់គេអ្នកនរគ្នាឃើញមកអញ្ចឹងមានគ្រីសនឹងសារអត្ថប្រយោជន៍របស់គេអញ្ចឹង number of artist បានន័យថា plan ទី1យើងបានតាម artist ទេតែបើយើងទិញ plan ទី2បាន2 artist បើយើងទិញ plan ទី3នេះចាប់ពី5 artist ទៅដល់100 artist បាទនេះយើងមើលតាមហ្នឹងអ្នកនរគ្នាហើយតម្លៃរបស់គេនេះ plan ទី1 musician នេះគឺតម្លៃវាគឺ$24ជាងក្នុងមួយឆ្នាំបើគិតជាខែនេះ 2.08 សេនក្នុងខែអានេះplan ទី2 musician plus នេះអ្នកនរគ្នាក្នុងមួយឆ្នាំ$44.99ដុល្លារនេះអ្នកនរគ្នាអញ្ចឹងមួយខែយើងអស់74រៀលដែរ 3.75 ដែរនេះអានេះគេដាក់ most popular ហ្នឹងគឺគេពេញនិយមប្រើច្រើនដោយសារតម្លៃវាមកសមរម្យហើយគឺវាមានអត្ថប្រយោជន៍បានច្រើនដែរអ្នកនរគ្នាអាហ្នឹងគឺ plan ទី2ហ្នឹងយើងទទួលបានអត្ថប្រយោជន៍មកសមរម្យនេះដូចជាវាលើសអា plan ទី1នេះ Sin Lyric in Apple Music បានន័យថាយើងអាចសេរី Lyric Sin បញ្ចូលគ្នាបានហើយ Daily Streaming State នេះអ្នកគ្នាអានេះ Daily Streaming បានន័យថាយើងអាចមើលអា statistic វានៅក្នុងការបង្ហាញ DistroKid ដែលចម្រៀងដែលយើងបង្ហោះចូលហ្នឹងអ្នកនរគ្នាថាវាមានអ្នកមើលប្រមាណអ្នកមានប្រទេសអីខ្លះអីចឹងអ្នកនរគ្នាអាហ្នឹងប្រភេទដូចជា diagram អញ្ចឹងអ្នកនរគ្នា statistic នេះហើយមួយទៀតគេដាក់ customize label name នេះយើងអាចសេរី label name បានអានេះrelease date នេះយើងអាចដាក់ថ្ងៃដែលយើងចង់ឲ្យវា release បានពេលដែលយើង upload ចុះក្នុង DistroKid ហ្នឹងអ្នកនរគ្នាអានេះ custom iTunes pricing នោះបានន័យថាយើងអាចសេរីតម្លៃចម្រៀងដែលយើងដាក់លក់នៅក្នុងហ្នឹងគឺសេរីបានអ្នកនរគ្នានៅក្នុង iTunes បាទនេះខ្ញុំសូមត្រួសពី plan ប៉ុណ្ណឹងចុះអ្នកទាំងអស់គ្នាហើយរបៀបដែលវាអាចរកលុយបានគឺយើងត្រូវ upload ចម្រៀងចូលនេះខ្ញុំចូល music នេះអ្នកនរគ្នាអញ្ចឹងវាតម្រូវឲ្យយើង upload ចម្រៀងអញ្ចឹងនេះជា website យើងតម្រូវ upload ចម្រៀងចូលពេលដែលយើង upload ចម្រៀងចូលហើយចម្រៀងហ្នឹងគឺខាង DistroKid ហ្នឹងនឹងចែកចាយក្នុង store ប្រហែលជា20 store ជាងនេះអ្នកទាំងអស់គ្នាសរុបទៅ25 store ហើយពេលដែលយើង upload ចម្រៀងចូលទៅគឺ DistroKid នឹងគេ release ចម្រៀងចូលទៅក្នុង store ទាំងអស់ហ្នឹងហើយពេលអ្នកបើកស្ដាប់ក្នុង store ហ្នឹងទៅគឺយើងនឹងបានលុយហើយ DistroKid គេនឹងឲ្យលុយយើងទៅតាមចំនួនដែលអ្នកមើលអ្នកស្ដាប់អញ្ចឹងអ្នកនរគ្នាហើយនឹងអ្នក download យកអញ្ចឹងទៅពីទូទៅក្នុងមួយបទបើសិនជាមានអ្នក download យកហ្នឹងឬក៏ហៅថាទិញអញ្ចឹងអាហ្នឹងគឺបាន0.99 សេនវាចិត្ត$1ដែរអ្នកនរគ្នាអញ្ចឹងបើសិនជាមានគេទិញ download របស់យើងទៅច្រើនបទអាហ្នឹងក៏យើងបានលុយច្រើនតាមហ្នឹងដែរនេះក៏ជា interface របស់វានេះយើងអាច upload ចម្រៀងម្ដងមួយបទពីរបទឬក៏ជា album យើងយកមកដូចថា10បទឬ20បទអញ្ចឹងមួយ album យើង select យកតាមហ្នឹងទៅអ្នកនរគ្នាបាទអានេះចាំខ្ញុំមកប្រាប់អ្នកនរគ្នាតាមក្រោយពីរបៀបupload ចម្រៀងចូលមួយបទនិងជា album ផ្សេងទៀត
ហើយយើងអ្នកនរគ្នាបានឆ្ងល់ថាយើងបានចម្រៀងមកពីណាព្រោះយើងមិនមែនអ្នកភ្លេងអ្នកសិល្បករឯផងអ្នកនរគ្នានេះភ្លេងដែលយើងយកមកបាននេះចម្រៀងនេះគឺយើងយកពីកម្មវិធីផ្សេងកម្មវិធី AI ឬក៏ website ផ្សេងអញ្ចឹងអ្នកនរគ្នាអានេះរបស់ខ្ញុំនេះអ្នកនរគ្នានេះរបស់ខ្ញុំបានផុស upload ហើយអ្នកនរគ្នាចម្រៀងហ្នឹងគឺយើងអាចធ្វើដោយខ្លួនឯងបានតាម AI តាម website ផ្សេងដូចជា Sono នេះអ្នកនរគ្នាខ្ញុំណែនាំអ្នកនរគ្នាធ្វើ Sono ទៅSono ធ្វើបានល្អហើយខ្ញុំក៏ធ្វើតាម Sono ដែរតែខ្ញុំត្រូវទិញ plan វាអញ្ចឹងមួយខែអស់ខ្ទង់10រៀលដែរអញ្ចឹងអ្នកនរគ្នាហើយជាមួយនឹង ChatGPT ឬក៏ Gemini អីហ្នឹងឲ្យវាទៅសេអឺជា Pro ជា Melody អីជា Lyric ណាអ្នកនរគ្នាឲ្យវាទៅសេធ្វើឲ្យយើងទៅហើយយើងយកអាទាំងអស់ហ្នឹងមកដាក់ក្នុង Sono អញ្ចឹង Sono វាបង្កើតជាចម្រៀងឲ្យយើងឯអ្នកនរគ្នាចឹងតែយើងបានចម្រៀងនេះដូចអ្នកនរគ្នាមើលឃើញយើងបានចម្រៀងហ្នឹងយើងយកវាមក upload ចូលក្នុង DistroKid វិញចឹងតែយើងងាយទេអ្នកនរគ្នាព្រោះយើងអត់ចេះធ្វើដោយខ្លួនឯងតែយើងអាចបញ្ជាប្រភេទ AI ឬក៏ website ផ្សេងហ្នឹងដែលគេអាចធ្វើបានឲ្យគេធ្វើឲ្យយើងហើយយើងយកមក upload ចូលមកហើយវិធីក្នុងការធ្វើទៅសេ lyric សេ pro សេភ្លេងហ្នឹងអាហ្នឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាបន្តទៀតនិយាយថាអ្នកទាំងអស់គ្នានៅតាមដាន page មួយហ្នឹងខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាគ្រប់ទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើបានដោយខ្លួនឯងទាំងការ register DistroKid ហ្នឹងទិញ plan ហ្នឹងទាំងការ upload ពេលដែលមានបញ្ហា upload ទៅអត់ចូលអីខុសមិនអីគឺខ្ញុំនឹងជួយដោះស្រាយធ្វើទៅទាំងអស់អ្នកទាំងអស់គ្នាហើយជាមួយនឹង ChatGPT និង Gemini អីរបៀបធ្វើ play ហ្នឹងហើយនឹងការ Sono នេះការទិញ plan របស់ Sono ហើយនឹងធ្វើចម្រៀងតាម Sono ហ្នឹងអាហ្នឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាទាំងអស់គាត់ហ្នឹងត្រូវមានមកកញ្ចប់របស់វាទាំងអស់អញ្ចឹងបានយើងអាចមានចម្រៀងទៅ upload ចូលបានអញ្ចឹងអ្នកទាំងអស់គ្នាគាត់ទៅ follow page របស់ខ្ញុំទៅអ្នកទាំងអស់គ្នានឹងចេះធ្វើអីអានេះឧទាហរណ៍មួយបទអ្នកទាំងអស់គ្នាអានេះខាង Sono អ្នកធ្វើទេShowing out the weakness. Now I'm jumping over every single barricade and fence. I'm the product of the struggle, the diamonds in the rough. When the going gets heavy, yeah, the heavy gets up. Yeah. Welcome to the concrete jungle where the echoes fade, where the sun barely shines and the deals get made. We just grinding for the top, trying to build a new estate. No luck involved, we just architect our fate. Yeah, the concrete jungle where the echoes ring. Every beggar on the corner feels exactly like a king. Keep your head. នេះអ្នកនរគ្នាសុំខ្លីមិនហ្នឹងចាស់អាហ្នឹងយើងធ្វើឲ្យវា Sono ហ្នឹងយើងអាច download វាមកដឹង download វាហើយយើងយកទៅ upload ចូលក្នុងនេះ like download យើង download វាហើយយើងយកទៅ upload នៅក្នុង DistroKid មកអញ្ចឹងទៅយើងបានចម្រៀង upload ហើយអ្នកនរគ្នានៅវីដេអូនេះវារៀងវែងដែរអ្នកនរគ្នាចឹងសុំតែប៉ុណ្្នឹងសិនវាជាវីដេអូដែលបង្ហាញត្រួសពី DistroKid ហ្នឹងទេអញ្ចឹងអ្នកនរគ្នាសូមជួយ like ក៏ដូចជា follow ទៅដើម្បីទទួលបានវីដេអូជាការចែករំលែកនៅចំណេះដឹងខ្លះពី website ទាំងអស់ហ្នឹង